បាទខ្ញុំគោរពជម្រាបសួរបងប្អូនបងប្អូនបាទនេះជាសកម្មភាពការតភ្លើងឆៅបាទហើយនេះផងដែរគឺជាការឆែកភ្លើងបាទខាងហ្វាបាទគឺយើងថាមានភ្លើងហើយបាទបើខាងមកវាអត់មានភ្លើងទេព្រោះថាភ្លើងអាចប្រើប្រាស់បានលុះត្រាតែយើងឆែកប៊ិចភ្លើងទៅឃើញខាងហ្វាមានភ្លើងខាងម៉ាស់ក៏អត់ភ្លើងបាទបើមិនជាយើងឆែកទៅឃើញមានភ្លើងទាំងពីរមានន័យថាគឺវាអត់អាចប្រើប្រាស់បានទេបាទអញ្ចឹងខ្ញុំឆែកខាងម៉ាស់គឺអត់មានភ្លើងទេហើយឆែកខាងហ្វាគឺវាមានភ្លើងធម្មតាដូច្នេះខ្សែហ្នឹងគឺយើងអាចប្រើប្រាស់បានហើយឥឡូវនេះខ្ញុំកំពុងតែចាប់ដើមតបាទគឺយើងតភ្លើងឆៅតែម្ដងបាទយើងអត់បានបិទភ្លើងទេបាទហើយពេលនេះផងដែរគឺខ្ញុំតខាងម៉ាស់មុនបាទគឺខាងម៉ាស់វាអត់មានភ្លើងទេដូច្នេះយើងអាចចាប់ដៃធម្មតាបានបាទហើយជាមូលហើយគឺវាអត់មានបញ្ហាអីទេគឺតែវាខាងម៉ាស់បាទការតភ្លើងឆៅនេះបើសិនជាយើងអត់មានជំនាញពាក់ព័ន្ធជាមួយនឹងបច្ចេកទេសអគ្គិសនីទេសូមបងប្អូនកុំធ្វើដំណាប់តាមបាទព្រោះវាអាចមានហានិភ័យខ្លាំងមែនទែនបាទមិនមែនជារឿងលេងសើចទេហើយបន្ទាប់មកគឺខ្ញុំតខាងហ្វាម្ដងបាទនេះខាងភ្លើងបាទគឺយើងឆែកទៅគឺវាមានភ្លើងបាទនឹងប៊ិចភ្លើងបាទអានេះបើសិនជាយើងអត់មានបច្ចេកទេសជាមួយវាយើងតឆៅអញ្ចឹងគឺវាមានបញ្ហាបាទអញ្ចឹងហើយគឺយើងចាប់មូលដៃបានធម្មតាបាទដោយសារតែនេះជាបច្ចេកទេសខាងជាងភ្លើងរបស់ខ្ញុំបាទអញ្ចឹងហើយទើបខ្ញុំចាប់ខាងម៉ាស់ក៏អត់មានបញ្ហាចាប់ខាងភ្លើងក៏អត់មានបញ្ហាតែបងប្អូនអត់មានជំនាញខាងហ្នឹងទេសូមកុំធ្វើតាមអញ្ចឹងបាទព្រោះនេះជាបច្ចេកទេសរបស់ជាងភ្លើងបាទជាចុងក្រោយសូមបងប្អូនជួយ follow ម្នាក់មួយមកបាទដើម្បីបានឃើញវីដេអូពាក់ព័ន្ធនឹងអគ្គិសនីតទៅមុខទៀតបាទសូមអរគុណ